Bà cho mà can cả bọc của phiệnមួយទៀតលើកនេះគឺយើងយក1 លើ 4 បូក1 លើ 6 អញ្ចឹងការបូកនេះដែរយើងធ្វើការតម្រូវភាពបែងដូចគ្នាអញ្ចឹងដែរដោយសារតែភាពបែងវាអត់ដូចគ្នាទេអញ្ចឹងការកំណត់យកភាពបែងគឺលើកមុនលោកគ្រូប្រាប់ថាយកតាមភាពបែងណាដែលធំជាងគេយើងឃើញថាធំជាងគេគឺលេខ6ប៉ុន្តែយើងមើលទៅលើប្រភេទទី1នេះទៅគឺវាមានភាពបែង4អញ្ចឹង4យើងមិនអាចគុណឲ្យចេញ6បានទេមែនទេអញ្ចឹងយើងមិនអាចយកភាពបែងរួម6បានទេអញ្ចឹងភាពបែងនឹងដែរគឺយើងអាចធ្វើការយកដេញពី6នឹងទៅអញ្ចឹងយើងយកពី6ហ្នឹងបើសិន6អត់កើតទេយើងឡើងមួយលេខទៀត6ម្ដង6 6 2ដង12អញ្ចឹងភាពបែងបើសិន6អត់កើតយើងយក12ម្ដងអញ្ចឹង12យើងឃើញថា4គឺយើងអាចគុណឲ្យចេញ12បានដូច្នេះភាពបែងរបស់យើងគឺជាតម្លៃលេខ12ហ្នឹងអញ្ចឹងយើងអាចសរសេរតាមបានថាប្រភេទទី1នេះគឺ1លើ4នេះយើងបដូរមកជា4ហ្នឹងគុណនឹង3ដើម្បីចេញ12មែនទេចំណែកភាគយកនេះគុណនឹង3ដែរអញ្ចឹងប្រភេទទី2វិញដោយសារតែ6ហ្នឹងគឺជាភាពបែងដើមមកវាដែលយើងត្រូវតម្រូវមកជាលេខ12អញ្ចឹងយើងត្រូវយក6គុណនឹងគុណណាគុណនឹង2មែនទេអញ្ចឹងភាពបែងរបស់យើងគឺគុណនឹង2ដូច្នេះភាគយកគឺលេខ1ហ្នឹងក៏គុណនឹង2ដែរដូច្នេះចម្លើយរបស់យើងបាន3លើ12បូកនឹង2លើ12អញ្ចឹងចម្លើយចុងក្រោយរបស់យើងឃើញ5លើ12នេះគឺជាផបប្រភេទដែលយើងអាចធ្វើការតម្រូវភាពបែងយកភាពបែងនេះដែលវាតូចបំផុតតាមដែលអាចធ្វើទៅបានហ្នឹងគឺកុំឲ្យយើងពិបាកសម្រួលច្រើនដងបាទអញ្ចឹងឧទាហរណ៍ថាលោកគ្រូឲ្យលេខផ្សេងទៀតឧទាហរណ៍លើកនេះ3តង់ម្ដងចុះ1លើ4បូក1លើ6បូក1លើ12អញ្ចឹងយើងឃើញថាភាពបែងដែលធំជាងគេក្នុងចំណោមប្រភេទទាំង3គឺលេខ12មែនទេអញ្ចឹងយើងអាចគិតចេញពី12ហ្នឹងទៅភាពបែងយើងគិតចេញពី12ហ្នឹងទៅតើ12អាចយកជាភាពបែងរួមបានអត់បើសិនអត់កើតទេចាំយើងតម្លើងមួយលេខទៀតអញ្ចឹងយើងឃើញថា4 6 12ហ្នឹងគឺ4គឺយើងអាចគុណចេញ12បានណាអញ្ចឹង4យើងអាចគុណ12បានគឺ4 3ដងគឺ12ចំណែកភាពបែងទី2គឺ6ក៏យើងអាចគុណចេញ12បានដែរគឺ6 2ដង12នឹងចឹងក្រោយគឺ12ហ្នឹងគឺភាពបែងខ្លួនឯងហ្នឹងហើយគឺ12គុណ12គុណ1ដែរ12ស្រាប់មកគឺ12យើងអាចយកជាភាពបែងរួមបានមែនទេអញ្ចឹងប្រភេទទី1នេះ1លើ4នេះយើងបដូរមកជា4គុណនឹង3ដើម្បីចេញ12អញ្ចឹងភាគយកវាគុណនឹង3ដែរប្រភេទទី2គឺ1លើ6អញ្ចឹងយើងត្រូវយក6ហ្នឹងគុណឲ្យចេញ12គឺ6គុណនឹង2អញ្ចឹងឥឡូវគុណនឹង2ដែរអញ្ចឹងក្រោយអា12ស្រាប់ហ្នឹងយើងអត់មានអីទៅគុណទេទុកវាចោលអញ្ចឹងក៏បានដែរមិនដាក់គុណមួយអីទេអញ្ចឹងហើយយើងបានប្រភេទយើងទាំង3ហ្នឹងគឺមានភាពបែងដូចគ្នាឥឡូវគឺ3លើ12បូក2លើ12និងចុងក្រោយបូក1លើ12ដូច្នេះចម្លើយចុងក្រោយយើងឃើញមែន3បូក2បូក1គឺបាន6អញ្ចឹងប្រភេទបែងរបស់វាគឺ12ដូចគ្នាទាំងអស់រក្សាទឹកនៅដដែលអញ្ចឹងអត់តន់ចប់ទេដោយសារ6លើ12យើងអាចសម្រួលបានអញ្ចឹងអាចសម្រួលនឹង6ណាអញ្ចឹង6ចែកនឹង6បាន1ចំណែកឯ12ចែកនឹង6គឺបាន2ដូច្នេះចម្លើយយើងគឺ1លើ2អញ្ចឹងក្បួននៃការកំណត់ភាពបែងរួមនោះគឺគ្នាយើងអាចធ្វើការដេញពីតម្លៃលេខដែលវាធំជាងគេទៅហើយយើងឡើងមួយលេខរហូតដល់ភាពបែងដែលវាអាចយកជាភាពបែងរួមបានណាឧទាហរណ៍មួយទៀតឧទាហរណ៍ថា1លើ3បូកនឹង1លើ6បូក1លើ4អញ្ចឹងយើងឃើញថាភាពបែងធំជាងគេគឺ6ម្ដងណាអញ្ចឹងប៉ុន្តែដោយសារតែ4មិនអាចគុណចេញ6បានទេអញ្ចឹងយើងតឡើងទៅមួយលេខទៀតអញ្ចឹងចេញពី6ច្បាស់ជាបានច្បាស់ជា12មែនទេយើងឃើញថា3យើងអាចគុណចេញ12បានអញ្ចឹង3ម្ដង12 3 4ដងមែនទេអញ្ចឹងប្រភេទទាំង3នេះគឺត្រូវស្រែកចេញ12អញ្ចឹងគឺ3គុណនឹង4ដងវាចេញ12អញ្ចឹងយើងបាន1គុណ4ប្រភេទទី2គឺ6អញ្ចឹង6 2ដងគឺ12ព្រោះថាយើងយកភាពបែងមិញគឺភាពបែង12អញ្ចឹងយើងបានខាងលើគឺ1គុណនឹង2អញ្ចឹងក្រោយប្រភេទទី3គឺ4គុណនឹង3ឥឡូវ1គុណ3ដែរដូច្នេះយើងទទួលបាននៅតម្លៃយើងគឺ4លើ12បូកនឹង2លើ12បូកនឹង3លើ12យើងទទួលបានចម្លើយចុងក្រោយគឺ6 9លើ12អញ្ចឹងអាចសម្រួលបានអត់សម្រួលនឹង3បានមែនអត់សម្រួលដូចថាយើងចែកនឹងតម្លៃណាមួយដែលជាតម្លៃដែលអាចធ្វើឲ្យភាពបែងភាគយកនឹងគឺចែកដាច់អញ្ចឹង9ក៏ចែកដាច់នឹង3 12ក៏ចែកដាច់នឹង3អញ្ចឹងមានថាយើងសម្រួលនឹង3អញ្ចឹង9ចែក3សល់3 12ចែកនឹង3សល់4អញ្ចឹងចម្លើយយើងគឺ3លើ4នឹងឯងអញ្ចឹងគ្នាយើងអាចធ្វើការកំណត់ភាពបែងរួមតាមដែលលោកគ្រូប្រាប់អញ្ចឹងទៅគឺលឿនណាយើងអាចរកណាធំជាងគេហើយយើងចាប់ផ្ដើមដេញម្ដង
6អត់កើតទេឡើងទៅ12អត់កើតឡើងទេបានទៅ18ទៀតអញ្ចឹងណាអញ្ចឹងឧទាហរណ៍មួយទៀតបើសិនគេឲ្យ1លើ6បូក1លើ12បូកនឹង1លើតោះតែ1លើ10ចុះអញ្ចឹងយើងឃើញថាភាគបាយយើងនេះមាន6 12និង10អញ្ចឹងអាធំជាងគេគឺ12មែនទេអញ្ចឹងលោកគ្រូចាប់ផ្ដើមធ្វើការកំណត់ភាគបាយនេះភាគបាយអញ្ចឹងធំជាងគេគឺ12តែ12យើងអាចយកបានអត់គឺអត់អាចទេមែនទេដោយសារតែ6គុណចេញ12បានទេប៉ុន្តែ10អត់អាចគុណចេញ12បានទេអញ្ចឹងយើងឡើងទៅមួយលេខទៀតគឺមែនឡើងទៅមួយលេខទៀតគឺ24ក៏អត់អាចដែរដោយសារ10អត់អាចគុណចេញ24ទេតមកទៀតឡើងទៅ24កើតទេទៅ36ព្រោះថា12ម្ដង12 2ដង24 12 3ដង36ក៏នៅតែអត់កើតដែរ12 4ដងគឺ48តមកទៀត12 5ដងគឺ60អញ្ចឹង60គឺជាតម្លៃមួយដែលយើងឃើញថា6នេះអាចគុណទៅចេញ60បាន6 10ដង60 10ក៏យើងអាចគុណចេញ10ដងគឺ60ដែរដូច្នេះហើយគឺភាគបាយដែលយើងគួរតែយកគឺយើងយកអាណាយកអា60ហ្នឹងឯងអញ្ចឹងយើងអាចគិតម្ដងអញ្ចឹងណា12អត់កើតទេ24 36 38រហូតដល់60អញ្ចឹងទៅអញ្ចឹងយើងបានមកពាក្យទី1នេះទៅយកប៉ុន្មាន6គុណនឹង10ប៉ុណ្ណោះដល់ចេញ60អញ្ចឹងឥឡូវក៏គុណ10ដែរអញ្ចឹងពាក្យទី2របស់យើងគឺភាគបាយនេះអាចារ្យ12អញ្ចឹង12ត្រូវគុណនឹង5ដងទៅបាន60អញ្ចឹងយើងបានខាងលើពាក្យយកក៏គុណនឹង5ដែរបូកគ្នាជាមួយនឹងពាក្យទី3គឺ10យើងគឺគុណនឹង6នេះដើម្បីចេញ60អញ្ចឹងឥឡូវក៏គុណនឹង6ដែរដូច្នេះចម្លើយយើងបាន10លើ60បូកនឹង5លើ60បូកនឹង6លើ60វាស្មើនឹង21លើ60ជាចម្លើយរបស់យើងអញ្ចឹងយើងអាចសម្រួលនឹង3បានមែនទេអញ្ចឹងសម្រួលនឹង3បាន21ចែកនឹង3សល់7 60ចែកនឹង3វាសល់20អញ្ចឹងចម្លើយយើងគឺ7លើ20ជាចម្លើយចុងក្រោយ